នៅថ្ងៃមុនខ្ញុំធ្វើខ្លួនឯងមានតំណាប់ប៉ងមានធ្វើខ្លួនឯងហ្មងអ្នកទាំងអស់គ្នាតែនៅខ្ញុំបានធ្វើវិធីនេះខ្ញុំធ្វើវាវិសាច់ហើយអ្នកទាំងអស់គ្នាចង់ដឹងអាច comment នៅក្នុងនឹងមកខ្ញុំធ្វើសារឡើងវិញឲ្យអ្នកទាំងអស់គ្នាមើលនេះតំណាប់ប៉ងហើយនេះម្នាស់ចឹងទៅខ្ញុំឥឡូវខ្ញុំធ្វើនំប៉័ងនេះយើងសង្កត់វាឲ្យរៀងនេះមកសង្កត់វាឲ្យរៀងក្បែរតិចមកហើយស្រួលយើងដាក់នេះខ្ញុំដាក់ម្នាស់ទៅវាសិនដាក់ម្នាស់3គ្នាត្រូវយកអាពងសនេះយកមកលាបដើម្បីយើងបិទទៅបានវាជាប់អានេះអាពងផ្នែកសយើងបិទវាមកបែបនេះមកចាធ្វើអញ្ចឹងតអស់ទៅហើយខ្ញុំដាក់3ទៀតខ្ញុំដាក់អាប៉មមិញហ្នឹងម្នាស់អានេះប៉មតំណាប់ប៉មចឹងអាចធ្វើឲ្យកូនញ៉ាំពេលព្រឹកឡើងគាត់ទៅសាលាឬក៏យើងអាចសម្រន់អាហារពេលព្រឹកបានណាផ្ទះទូពេកថាសនេះទូពេកខ្ញុំបិទវាហើយងាយស្រួលតំណាំក៏អត់ចាប់តែអ្នកនរគ្នាធ្វើខ្លួនឯងវាមានអនាម័យហើយវាល្អចំពោះសុខភាពទៀតយើងធ្វើខ្លួនយើងណាហើយយើងយកមកលាបជាមួយនឹងពងក្រហមយើងលាបជាមួយពងក្រហមនេះក៏បានអ្នកទាំងអស់គ្នាអត់មានពងក្រហមទេយើងដាក់ជាមួយនឹងប៊ឺតែយើងរំលាយប៊ឺឲ្យវាលាយមកហើយយើងលាបវាទៅលាបអត់នេះពេញមកនេះចាំយើងយកទៅដាក់ក្នុង air fry ខ្ញុំរៀងទូចដាក់តែ2បានណាឲ្យឆ្អិនល្អឥឡូវមើលអ្នកទាំងអស់គ្នាអូយអូនេះមានថាស្រួយហ្មងស្រួយហើយជូនមើលមួយនឹងនេះវាឡើងល្មូតចឹងនេះអូខេស្រួយស្រោបហ្មងញ៉ាំហើយយើងញ៉ាំនំតាមផ្លូវដែលយើងធ្វើហើយនេះម្នាក់មួយជុលនំមួយហើយយើងធ្វើកាហ្វេខ្លួនយើងមកកាហ្វេឆុងពីផ្ទះខ្លួនឯងទៀតហើយបានយើងធ្វើដំណើរអ្នកខាងក្រោយខ្ញុំមានអីគេដើមឈើឥឡូវទៅណាបងប្អូនដឹងហើយទៅកំពង់ឆ្នាំងទៀតហើយតោះដំណើរអស់គ្នាញ៉ាំនំបដាតាមផ្លូវ